កូនទីហ៊ានថ្មីដេកអបតុកដារយប់ប៉ុន្តែត្រូវបានមេក្រុមដើរល្បាតឃើញទង្វើកូនក្មេងបែបនេះធ្វើឲ្យមេក្រុមខឹងយ៉ាងខ្លាំងទើបគាត់ដកហូតយកវាទៅគេយំយ៉ាងខ្លាំងធ្វើឲ្យមេក្រុមខឹងបញ្ជាឲ្យគ្រប់គ្នាក្រោកឈរជួររ៉េងឈៀវូចេញមកយកតុកតាចាស់នឹងទៅបោះចោលក្នុងធុងសម្រាមទៅតុកតានេះជាកេរដំណែលរបស់ម៉ាក់គេធ្វើឲ្យគេមិនដាច់ចិត្តបោះចោលឃើញបែបនេះមេក្រុមកាន់តែខឹងហើយបង្ខំឲ្យគេយកវាទៅបោះចោល人扔进垃圾桶មេក្រុមប្រាប់ថាគូជាទីហ៊ានបង្ហូរឈាមបានតែហាមបង្ហូរទឹកភ្នែកដូចឈៀវូនេះដាច់ខាត有着重大的意义是តាមពិតឈៀវវូកំព្រាឪពុកតាំងពីតូចរស់នៅជាមួយម៉ាក់ដែលស្រឡាញ់តាមចិត្តគ្រប់យ៉ាងធ្វើឲ្យគេខ្លាចជាមនុស្សមិនចេះធ្វើអ្វីសោះសូម្បីតែបាយម្ហូបត្រជាក់ក៏មិនដឹងធ្វើម៉េចដែរ就连饭菜凉了ថ្ងៃមួយម៉ាក់សន្លប់ហើយរកឃើញថាមានជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយ这让妈妈很ព្រោះបារម្ភពីកូនម៉ាក់សម្រេចចិត្តបញ្ជូនឈៀវវូទៅទីហ៊ានហើយក៏ហុកថាខ្លួនទៅធ្វើការនៅអាហ្វ្រិកដូច្នេះតុកតានេះសំខាន់ណាស់សម្រាប់គេព្រឹកឡើងគេត្រូវគេអូសទៅវឹកហាត់带着出去参加训练ចូលវឹកហាត់ដំបូងត្រូវរត់3គីឡូម៉ែត្រឈៀវវូដែលធ្លាប់តែលេងហ្គេមរត់សឹងដាច់ខ្យល់要了他的小命但班មេក្រុមថែមទាំងពិន័យឲ្យអវង50ដងទៀតឈៀវវូចង់រត់ចោលជួរតែគេរកតុកតាមិនឃើញគេទៅសុំច្បាប់មេក្រុមដើម្បីទៅវីដេអូគោរពម៉ាក់តែត្រូវមេក្រុមបដិសេធមិនបានទេនេះទើបតែថ្ងៃដំបូងផងប៉ុន្មានថ្ងៃក្រោយពេលចេញវឹកហាត់ក្រៅបន្ទីឈៀវវូលួចរត់ពេលទៅបត់ជើង然而没过几天他សើមកតាមទាន់ឈៀវវូប្រាប់ថាបុកខ្ញុំចង់ទៅវីដេអូគោរពម៉ាក់来了我លូវីមកដល់ហើយបែរជាជួយទៅវិញដោយឲ្យលេខកាត់លុយឲ្យគេទៀតម៉ាក់ខ្ញុំនឹកម៉ាក់ខ្ញុំណាស់ពួកគេក៏ឲ្យឈៀវវូរត់ទៅលូវីប្រាប់ថាប្រញាប់ទៅជួបម៉ាក់ហើយឆាប់ត្រឡប់មកវិញកុំឲ្យគេចាប់បាន小五很快便来មកដល់ហាងអ៊ីនធឺណិតគេវីដេអូខលទៅតែឃើញលោកពូឆេនទៅវិញ旁边但他之前给ពូឆេនជួយកុហកជំនួសម៉ាក់តែឈៀវវូឃើញស្រមោលម៉ាក់ក្នុងកញ្ចក់ក៏ដឹងការពិត然而细心的小五គេដឹងថាត្រូវគេកុហកហើយគេស្ទុះទៅស្ថានីយ៍រថភ្លើងដើម្បីទៅរកម៉ាក់តែអត់លុយទិញសំបុត្រ无奈គេត្រឡប់មកហាងអ៊ីនធឺណិតដើម្បីលក់កានីហ្គេមដើម្បីយកលុយធ្វើសហុយតែត្រូវពួកក្មេងស្ទាវបន្លំយកកានីហើយមិនឲ្យលុយ结果也可想而知ឈៀវវូខឹងក៏យកដុំអត់ទៅរករឿងវិញតែត្រូវគេវាយបែកមុខពេលនោះមេក្រុមក៏មកដល់ហើយវីពួកក្មេងស្ទាវនោះដួលអស់